ទៅអង្គអាចមែនតើតើនៅពីក្រោយប្រវត្តិនៃការ design មានអត្ថន័យបែបម៉េចទៅដើម្បីដឹងរឿងរ៉ាវនៅពីក្រោយការ design ទាំងអស់នេះថាតើវាអស្ចារ្យយ៉ាងណាទៅតោះយើងត្រឡប់ទៅសម័យក្រិកបុរាណទាំងអស់គ្នារឿងរ៉ាវចាប់ផ្ដើមជាមួយនឹងវីរបុរស Hercules បានយកឈ្នះទៅលើតោមួយដ៏កាចសាហាវតោនេះផងដែរកាលពីចំនួនហ្នឹងគ្មាននរណាអាចយកឈ្នះវាបានទេប៉ុន្តែគាត់បានយកឈ្នះវាដោយប្រើកម្លាំងបាយសុទ្ធសាធតាមរយៈការចាប់ច្របាច់កវាបន្ទាប់មកយកស្បែកវាយកមកធ្វើជាអាវក្រៅហើយចាប់តាំងពីពេលនោះមករឿងរ៉ាវនេះមានភាពល្បីល្បាញយ៉ាងខ្លាំងហើយរូបតោនេះផងដែរក៏ត្រូវបានជនជាតិរ៉ូមនិយមយកមកដាក់តាំងនៅពីមុខផ្ទះរបស់ពួកគាត់ផងដែរហើយក៏ជានិមិត្តសញ្ញាដែលតំណាងឲ្យការយកឈ្នះទៅលើរឿងរ៉ាវដែលមិនអាចទៅរួចរូបចម្លាក់តោនៅលើទ្វារនេះផងដែរមិនមែនគ្រាន់តែជាការតុបតែងប៉ុណ្ណោះទេប៉ុន្តែវាជាសក្ខីភាពនៃជ័យជំនះនិងបានឆ្លុះបញ្ចាំងពីអំណាចដ៏ខ្លាំងក្លារបស់ម្ចាស់ផ្ទះហើយក្រៅពីដាក់នៅមុខផ្ទះយើងក៏សង្កេតឃើញថាមាននៅលើផ្ទាំងគំនូរមាននៅលើរបងផ្ទះហើយជាពិសេសគឺមាននៅលើទ្វារនេះតែម្ដងលើសពីភាពអស្ចារ្យនៃអត្ថន័យគឺជាភាពរឹងមាំរបស់ទ្វារនេះតែម្ដងផលិតនៅប្រទេសអ៊ីតាលីទ្វារនេះត្រូវបានធ្វើឡើងពីឈើដែលមានគុណភាពខ្ពស់បំផុតជាប្រភេទឈើដុំហើយមិនមានឡើយនៅបញ្ហារិចឬរួមទៅតាមអាកាសធាតុអ្វីដែលសំខាន់សម្រាប់ទ្វារនេះផងដែរគឺអាចធ្វើការកម្មង់ស្របទៅតាមទំហំដើម្បីតម្រូវទៅតាមទីតាំងជាក់ស្ដែងរបស់លោកអ្នកបានស្ដាប់ហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអស្ចារ្យមែនតើដោយសារតែពីមុនគិតថារូបតោដាក់គ្រាន់តែលម្អនៅមុខផ្ទះប៉ុណ្ណោះតែប៉ុន្តែឆ្លុះបញ្ចាំងពីអត្ថន័យដ៏អស្ចារ្យនៅពីក្រោយរូបភាពនេះសោះហើយសំខាន់ដាក់នៅលើទ្វារបែបនេះទៀតកាន់តែអស្ចារ្យមែនតើប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ហើយចង់ឃើញភាពអង់អាចរបស់តោនេះដោយផ្ទាល់សូមអញ្ជើញមកកាន់ Limperia Luxury